ជំរាបសួរពុកម៉ែបងប្អូនអរគ្នាចំណែកខាងសខង KA ថ្ងៃនេះគឺនាំបងប្អូនមកញ៉ាំនៅផ្លែឈើព្រៃមកភេទទៀតហើយបងប្អូនតើផ្លែឈើព្រៃនេះមានឈ្មោះអ្វីបងប្អូនអរគ្នាតាមកជួយជាមួយខ្ញុំហើយទៅបេះវាជាមួយខ្ញុំទាំងអស់គ្នាបងប្អូនអរគ្នាបាទបងប្អូនអរគ្នាបាទនេះគឺជាផ្លែកកោះបងប្អូនបាទគឺយើងបានបេះវាមកហើយបងប្អូននេះគឺជាស្លឹករបស់វាហើយនេះគឺជាផ្លែរបស់វាបងប្អូនអរគ្នាបងប្អូនអត់ស្គាល់ផ្លែនេះគឺឈ្មោះថាផ្លែកកោះបងប្អូនបាទតើគឺញ៉ាំផ្លែកកោះយ៉ាងម៉េចតើបងប្អូនទៅញ៉ាំជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនបាទយើងទៅញ៉ាំនៅមកដាក់នៅកន្លែងយើងមានញ៉ាំជាមួយនឹងអំបិលប្រទេសបងប្អូនបាទចាំខ្ញុំញ៉ាំបងប្អូនបានដឹងថាកកគេញ៉ាំយ៉ាងម៉េចបងប្អូនអរគ្នាបាទតើបងប្អូនគ្នាយើងចាប់ផ្ដើមទៅញ៉ាំជាមួយខ្ញុំទាំងអស់គ្នាបងប្អូនបាទបងប្អូននេះគឺជាផ្លែកកោះបងប្អូនបាទនេះតាបងប្អូនអរគ្នាមកញ៉ាំផ្លែកកោះជាមួយខ្ញុំបងប្អូនបាទបងប្អូនណាដែលស្គាល់ផ្លែកោះហើយនេះគឺជាអំបិលម្ទេសបងប្អូនបាទនេះតើការញ៉ាំផ្លែកកោះគេញ៉ាំយ៉ាងម៉េចបងប្អូនអរគ្នាតាមកញ៉ាំជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនបាទតាបងប្អូនបាទនេះតាមលើចាស់មកលើជើងចាស់មកបងប្អូនបាទចាស់មកបងប្អូនបងប្អូនបាទនេះកោះយើងបកវាបងប្អូនបាទយើងបកវាហើយយើងខំវាយក snow ខាងក្នុងបងប្អូនបាទហើយកោះនេះយើងកាច់វាមកឲ្យខាងនេះក្បាលនេះចំពោះវាចឹងបងប្អូនបាទពោះវាយ៉ាបងនេះគឺយក snow វាខាងក្នុងបងប្អូនបាទនេះបងបាទញ៉ាំមួយបែបទេណាបងប្អូនngonក៏គឺយើងញ៉ាំ snow ខាងក្នុងបងប្អូនបាទគឺយក snow នេះញ៉ាំបងប្អូនបាទ snow របស់វាណាគាត់របស់វាខាងក្នុងនេះគឺគេអត់ញ៉ាំទាំងសម្បកវាទេបងប្អូនបាទគឺគេញ៉ាំតែសាច់ខាងក្នុងវានេះទេបងប្អូនបាទគឺយើងជ្រលក់ជាមួយនឹងអំបិលម្ទេសក៏បានយើងហូបទៅទេក៏បានជាមួយយើងអាចស្ងោរហូបក៏បានដែរបងប្អូនបាទតែកកោះនេះបងប្អូនអរគ្នាតែច្រើនបងប្អូនអ្នកខ្លះគិតដើរគ្រាគោអីគិតបេះហូបបានបងប្អូនបាទគឺនៅខ្ចីអញ្ចឹងគឺយើងញ៉ាំបានបងប្អូនបាទយើងញ៉ាំមួយអំបិលម្ទេសក៏បានយើងញ៉ាំទៅទេក៏បានបងប្អូនបាទនេះដាក់មួយអំបិលម្ទេសចឹងបងប្អូនបាទនេះជាតិណាបងប្អូនហត់ថោងមួយថោងបកវាចឹងបងបកខ្ញុំនេះមកឲ្យទៅខំវិញបកវាគឺយកញ៉ាំទៅយើងបោះចោលនេះគឺញ៉ាំទៅសាច់យើងអញ្ចឹងញ៉ាំយើងជ្រុចមួយបែបទេចាំមកបងប្អូនហ្នឹងទៅកុំមកបែកគឺញ៉ាំទៅញ៉ាំឲ្យកាច់វា
ก็ก็វាជាផ្លែឈើព្រៃបងប្អូនអរគ្នាបានចឹងបងប្អូនដើរក្នុងព្រៃអីបងប្អូនអាចឃើញផ្លែកកោះអីបងប្អូនអាចបេះវាយកទៅហូបបានបងប្អូនបាទគឺយើងអាចហូបបានផ្លែកកោះនេះគឺគេយកគ្រាប់របស់វាបងប្អូនគ្រាប់ក្នុងរបស់វានេះគឺហូបបានបងប្អូនបាទគឺយើងហូបមួយអំពើម្ទេសក្បាលយើងហូបតទេក៏បានដែរបងប្អូនអរគ្នាគឺវាអត់ពុលទេផ្លែកកោះនេះព្រៃវាជាផ្លែឈើធម្មជាតិវាដុះដោយខ្លួនឯងនៅតាមព្រៃបងប្អូនអរគ្នាចឹងបងប្អូនចូលព្រៃបងប្អូនឃើញផ្លែកកោះនេះបងប្អូនអាចបេះវាយកទៅហូបបានបងប្អូនញ៉ាំជាមួយនឹងអំបិលម្ទេសក៏បានបងប្អូនញ៉ាំទៅវាតទេក៏បានដែរបងប្អូនគឺវាអត់បុលទេបងប្អូនដូចខ្ញុំញ៉ាំនេះគឺខ្ញុំញ៉ាំមួយនឹងអំបិលម្ទេសដើម្បីបងប្អូនបានដឹងថាប្រកបគឺអាចញ៉ាំរួចអំបិលម្ទេសក៏បានញ៉ាំជាមួយអីទៀតក៏បានដែរបងប្អូនបាទគឺយើងអាចយកវាធ្វើជាផ្អែមក៏បានដែរបងប្អូនគ្រប់ពោះវៀននេះបងប្អូនបាទតែញ៉ាំអស់ខ្ញុំបាទនោះបងប្អូនផ្លែរបស់វាណាចាំបងប្អូនដើរព្រៃបងប្អូនមួយបងប្អូនជិះឡានមួយជិះម៉ូតូអីបងប្អូនឃើញផ្លែកោះហើយបងប្អូនថាអត់ហ៊ានញ៉ាំទេខ្លាចពុលចឹងបងប្អូនកុំខ្លាចពុលបងប្អូនបាទតែកោះគឺយើងអាចញ៉ាំបានបងប្អូនប៉ុន្តែយើងអាចញ៉ាំទាំងសម្បកវាអញ្ចឹងទេគឺយើងញ៉ាំយកតែសាច់ខាងក្នុងវាទេបងប្អូនបាទតែកោះនេះគឺយើងអាចយកគ្រាប់របស់វានឹងយើងអាចយកទៅធ្វើជាផ្អែមបានបងប្អូនបាទយើងយកទៅធ្វើជាផ្អែមហូបបានបងប្អូនអរគ្នាហើយយើងអាចញ៉ាំជាមួយអំបិលម្ទេសក៏បានដែរបងប្អូនគ្រាប់របស់វាគឺមានរសជាតិឆ្ងាញ់បងប្អូនអរគ្នាបាទចឹងថ្ងៃនេះបងប្អូនណាដែលស្គាល់ផ្លែកោះគឺបានស្គាល់ហើយបងប្អូនជួបអីបងប្អូនអាចបេះវាញ៉ាំបានគឺវាអត់ពុលទេបងប្អូនបាទគឺផ្លែកោះនេះបងប្អូនអរគ្នាបាទដូចខ្ញុំបង្ហាញបងប្អូននេះបងប្អូនបាទហើយខ្ញុំកំពុងតែញ៉ាំដល់បងប្អូនបានដឹងថាផ្លែកោះក៏អាចញ៉ាំបានបងប្អូនគឺមានរសជាតិឆ្ងាញ់បងប្អូនអរគ្នាគឺវាជាផ្លែឈើធម្មជាតិនៅក្នុងព្រៃគឺវាមានជាតិគីមីទេបងប្អូនបាទគឺអាចញ៉ាំបានបងប្អូនបេះញ៉ាំទៅបងប្អូនបាទបងប្អូនឃើញញ៉ាំខ្ញុំញ៉ាំអញ្ចឹងហើយបងប្អូនអាចបេះញ៉ាំបានចឹងអរគុណបងប្អូនអរគ្នាបាទថ្ងៃនេះគឺខ្ញុំមកបង្ហាញបងប្អូនបានស្គាល់ផ្លែឈើមួយប្រភេទទៅហើយនៅក្នុងព្រៃបងប្អូនបានដែលយើងអាចញ៉ាំបានគឺឈ្មោះថាផ្លែកកោះបងប្អូនអរគ្នាបាទចឹងបងប្អូនអាចបេះវាញ៉ាំបានបងប្អូនបាទគឺយើងយកស្នូលខាងក្នុងរបស់វាញ៉ាំបងប្អូនបាទគឺយើងយកគ្រាប់របស់វាញ៉ាំបងប្អូនបាទផ្លែកោះនេះបងប្អូនបាទចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនបាទជម្រាបលាបងប្អូនអរគ្នាបាទ